ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំច័ន្ទថាចែករំលែកឆ្នាំខ្មែរបុរាណមកចែករំលែកជូនពុកម៉ែបងប្អូនអំពីស្លឹកកន្ទួតជូននិងស្លឹកក្រូចសើចណាបងប្អូនពីមុខលាយចូលគ្នាយកមកធ្វើថ្នាំពូកែស័ក្តិសិទ្ធិ 100% បងប្អូនយកមកធ្វើថ្នាំសម្រាប់ព្យាបាលជំងឺមួយជំងឺទឹកនោមផ្អែម2លើសជាតិស្ករខ្លាំង3ជំងឺលើសឈាម4ជាតិអាស៊ីតឡើងខ្ពស់ហើមដៃហើមជើងដើមមិនរួច5ឈឺចុករយចង្កេះរ៉ាំរ៉ៃ6ឈឺក្បាលជង្គង់រ៉ាំរ៉ៃទីធ្វើថ្នាំវិញម្ដងមួយស្លឹកកន្ទួតជូរយកតែស្លឹកវាទេណាបងប្អូនយកចំនួន1ខាំស្រស់ពីស្លឹកក្រូចសើចយកចំនួន5សន្លឹកណាបងប្អូនយកទាំងពីរមុខនឹងទៅលាងទឹកឲ្យបានស្អាតដាំជាមួយទឹក2លីត្ររំងាស់ឲ្យបាន15នាទីទទួលទានទឹកថ្នាំវិញម្ដងមួយថ្ងៃទទួលទានអត់កំណត់ទេណាបងប្អូនព្យាយាមទទួលទានចាប់ពី5ថ្ងៃដល់7ថ្ងៃអាការៈជំងឺរបស់ពុកម៉ែបងប្អូនដូចខ្ញុំរៀបរាប់នៅខាងលើប្រកាសជាបានធូរស្បើយជាក់ជាពុំខានមិននឹកស្មានថាកន្ទួតជូរនិងស្លឹកក្រូចសើចយកពីមុខលាចូលគ្នាធ្វើថ្នាំពូកែស័ក្តិសិទ្ធិដល់ម្លឹងសបងប្អូនអាចសូមពុកម៉ែបងប្អូនកុំតាន់អញ្ជើញទៅណាសូមពេលពុកម៉ែបងប្អូនតែមួយផ្លែតទេខាងខ្ញុំបាទមានឱសថបុរាណយកមកផ្សំឡើងធ្វើជាឱសថរុក្ខជាតិ36មុខជាងសម្រាប់យកមកធ្វើសូនជាក្របនឹងថាប្រយោជន៍ព្យាបាលជំងឺគ្រោះក្នុងតម្រងនោមគ្រោះក្នុងថ្លើមគ្រោះក្នុងប្រមាត់គ្រោះក្នុងថង់ប្រមាត់ពុកម៉ែបងប្អូនមានជំងឺដូចខ្ញុំរៀបរាប់នៅខាងលើឈប់បារម្ភទៅប្រើអស់តែមួយកំប៉ុងធានាថាបានផល 100% តែម្ដងបើពុកម៉ែបងប្អូនចង់ជាវឱសថខាងខ្ញុំយកទៅប្រើប្រាស់សូមទំនាក់ទំនងឆាតចូលពេកឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើកញ្ចក់ទូរស័ព្ទនេះតែម្ដងសូមអរគុណនិងជម្រាបលា